បន្ទាប់តែប្រទេសទាំងពីរគឺប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានចរចាគ្នាដោយមិនទទួលបានលទ្ធផលជាដុំកំភួនលោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកបានថ្លែងសារនៅក្នុងប្រព័ន្ធសង្គមរបស់គាត់ថាគាត់នឹងធ្វើការតាក់ទងនិយាយទូរស័ព្ទដោយផ្ទាល់ចំពោះមេដឹកនាំទាំងពីរគឺលោក Vladimir Putin និងលោក Zelensky ដើម្បីជួយស្វែងរកដំណោះស្រាយឲ្យប្រទេសទាំងពីរនេះស្វែងរកតុចរចាដើម្បីបញ្ចប់នៅសង្គ្រាមរវាងគ្នានឹងគ្នាបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺបានធ្វើការវាយប្រហារគ្នាចាប់តាំងពីឆ្នាំ2022មកម្លេះបើយើងបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅដំណឹងក៏ដូចជាព័ត៌មានថ្មីៗបន្ថែមទៀតបាទបើយើងគិតមកទល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេលយូរដែរហើយចំនួនរវាងប្រទេសទាំងពីរនេះគឺមានប្រទេសជាច្រើនបានអន្តរាគមន៍ក៏ប៉ុន្តែនៅតែមិនអាចទទួលបាននៅសមិទ្ធផលដ៏ល្អណាមួយដែលអាចបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនេះបានទេបើយើងសម្លឹងមើលទៅសហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump គឺគាត់បានបង្ហោះសារដោយគាត់បានលើកឡើងថាគាត់នឹងខលទៅជជែកជាមួយនឹងលោក Vladimir Putin នៅព្រឹកថ្ងៃច័ន្ទទី19នេះដើម្បីនិយាយជួយស្វែងរកនៅដំណោះស្រាយបន្ទាប់តែអំពីការដោះស្រាយរវាងប្រទេសទាំងពីរនេះទទួលបានបរាជ័យជាច្រើនលើកច្រើនសារចំពោះវិមានក្រុងឡាំងវិញតែម្ដងគឺគេបានបើកភ្លើងខៀវសម្រាប់ការចរចារវាងលោកប្រធានាធិបតីទាំងពីរគឺលោក Putin និងលោក Donald Trump ដើម្បីបង្ហាញនៅអ្វីដែលសហរដ្ឋអាមេរិកចង់បានក៏ដូចជាចង់ស្នើឲ្យភាគីរុស្ស៊ីដាក់ឬក៏បន្ទន់ចិត្តខ្លះដើម្បីធ្វើការចរចាដោយផ្ទាល់ជាមួយនឹងប្រទេសអ៊ុយក្រែនបើងាកទៅលើប្រទេសអ៊ុយក្រែនវិញក៏ដូចគ្នាដែរគឺលោកប្រធានាធិបតី Donald Trump គាត់នឹងធ្វើការខលទៅវិភាសាដោយផ្ទាល់ដោយលើកយកអំពីនីតិវិធីឬក៏របៀបនៃការតាក់ទងរបស់គាត់ឬក៏ជាសមិទ្ធផលនៃអ្វីដែលគាត់បានជជែកជាមួយនឹងលោក Putin ដើម្បីឲ្យខាងភាគីខាងអ៊ុយក្រែនគេនឹងទទួលយកឬក៏គេបានដឹងថាតើចំណុចនៃការចង់បានរបស់រុស្ស៊ីនឹងថាតើភាគីខាងអ៊ុយក្រែននឹងពិតជាទទួលយល់ព្រមនៅសំណើស្នើសុំរបស់ប្រទេសរុស្ស៊ីឬក៏យ៉ាងណាដែរយើងនឹងធ្វើការចាំតាមដានទៅមើលប្រតិការណ៍នេះទាំងអស់គ្នាតើជំនួបរវាងប្រធានាធិបតី Donald Trump ជាមួយនឹងលោក Putin ហើយនឹងលោក Zelensky តាមរយៈទូរស័ព្ទនឹងទទួលបាននៅសមិទ្ធផលដ៏ល្អដល់កម្រិតណាឬក៏កាន់តែធ្វើឲ្យប្រទេសទាំងពីរនេះបែកបាក់នៅក្នុងការឈានទៅដល់ការធ្វើសង្គ្រាមរ៉ាំរ៉ៃបន្តទៅទៀតឬក៏យ៉ាងណាដែរអញ្ចឹងមានតែយើងទាំងអស់គ្នានឹងរងចាំតាមមើលតើទឹកមាត់របស់លោក Donald Trump ម្ដងនេះវាមានរសជាតិប្រៃខ្លាំងជាងលើកមុនដែរឬក៏យ៉ាងណាតើលោក Donald Trump អាច skip សង្កត់ឲ្យរុស្ស៊ីនិងអ៊ុយក្រែនដើម្បីស្វែងរកតុចរចាដើម្បីបញ្ចប់នៅសង្គ្រាមរវាងប្រទេសទាំងពីរនេះដើម្បីកុំឲ្យប្រជាពលរដ្ឋទាំងសងខាងមានទុក្ខវេទនាឬក៏រងភាពឈឺចាប់ដោយសារតែការធ្វើសង្គ្រាមរបស់ប្រទេសទាំងពីរនេះបន្តទៀតឬក៏យ៉ាងណាដែរខ្ញុំសង្ឃឹមថាជំនួបដ៏ល្អរវាងលោកប្រធានាធិបតី Donald Trump ក៏ដូចជាលោក Putin ជាមួយនឹងលោក Zelensky នឹងទទួលបាននៅលទ្ធផលល្អក៏ដូចជាដំណោះស្រាយឈ្នះឈ្នះរបស់លោក Donald Trump អាចធ្វើឲ្យប្រទេសទាំងពីរនេះឈានទៅដល់តុចរចាដើម្បីបញ្ចប់នៅសង្គ្រាមទៀតវាកាន់តែល្អប្រសើរឡើងតែម្ដងកាលណាប្រទេសទាំងពីរនេះកាន់តែមានសង្គ្រាមឡើងពីមួយថ្ងៃទៅមួយថ្ងៃវាធ្វើឲ្យសន្តិសុខសុខសុវត្ថិភាពរបស់ប្រទេសនៅក្នុងតំបន់ក៏លំបាកសេដ្ឋកិច្ចនៅក្នុងពិភពលោកក៏វាមានភាពលំបាកដោយសារតែសេដ្ឋកិច្ចនៅពិភពលោកយើងនេះគឺដើរប្រទាក់កលាគ្នាតែម្ដងបើសិនបើប្រទេសណាមួយមានសង្គ្រាមរវាងគ្នានឹងគ្នាវាពិតជាជះឥទ្ធិពលអាក្រក់ដល់ប្រទេសទាំងសងខាងក៏ដូចជាពិភពលោកតែម្ដងជាក់ស្ដែងក៏ដូចជារុស្ស៊ីនិងអ៊ុយក្រែនគឺជាប្រទេសមហាអំណាចផ្នែកសភាវុធក៏ដូចជាប្រទេសដែលសម្បូរទៅដោយវត្ថុធាតុដើមជាច្រើននៅក្នុងការនាំចេញទៅបណ្ដាប្រទេសផ្សេងៗដើម្បីផលិតរបស់បរិភោគផលិតជារបស់ញ៉ាំអីជាច្រើនទៀតដែលវាធ្វើឲ្យសង្វាក់ផលិតកម្មតាមប្រទេសមួយនីមួយៗមានភាពកកស្ទះដោយសារតែបញ្ហាវិបត្តិសង្គ្រាមរវាងប្រទេសទាំងពីរនេះតែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើសិនណាបើមានចំណុចណាខ្វះខាតសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យអត់ទោសដល់ខ្ញុំបាទផងខ្ញុំនឹងព្យាយាមស្វែងរកនៅដំណឹងល្អៗដែលទាក់ទងជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ានជាពិសេសគឺទាក់ទងជាមួយនឹងរុស្ស៊ីនិងអ៊ុយក្រែនឥណ្ឌាប៉ាគីស្ថានអីជាដើមខ្ញុំនឹងស្វែងរកព័ត៌មានល្អៗដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំអ្នកមួយផងបាទសូមអរគុណសូមជម្រាបលាបាយបាយ